គោរពជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីសិស្សានុសិស្សទាំងអស់គ្នាឥឡូវនេះយើងមកបន្តនៅការធ្វើលំហាត់គីមីវិទ្យាថ្នាក់ទី9របស់យើងបន្តទៀតអញ្ចឹងយើងមកអានលំហាត់ទាំងអស់គ្នាគេថាសិស្សម្នាក់ធ្វើប្រតិកម្មរវាងកាល់ស្យូមកាបូណាតចំនួន5ក្រាមជាមួយនឹងអាស៊ីដក្លរីត្រិកដែលមានមាត្រ100សង់ទីម៉ែត្រគីបនិងមានកំហាប់1ស្មូលក្នុង1ដេស៊ីម៉ែត្រគីបទី1គេឲ្យយើងសរសេរសមីការតាំងប្រតិកម្មទី2គេឲ្យយើងគណនាចំនួនម៉ូលនៃកាល់ស្យូមកាបូណាតនិងអាស៊ីដក្លរីត្រិកទី3គេឲ្យយើងរកអង្គធាតុប្រតិករដែលខ្វះទី4គេឲ្យយើងគណនាមាត្រនៃកាល់ស្យូមនៃកាបូនឌីអុកស៊ីតដែលកកើតនៅសីតុណ្ហភាពបន្ទប់និងទី5គេឲ្យយើងបកស្រាយមូលហេតុដែលទឹកតែម្យ៉ាងមិនអាចផលិតកាបូនឌីអុកស៊ីតនៅក្នុងប្រតិកម្មនេះបាទអញ្ចឹងយើងមកមើលគន្លឹះនៅក្នុងការធ្វើលំហាត់នេះទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើលំហាត់នេះបានទី1យើងត្រូវស្គាល់តួអង្គថ្មីមួយរបស់យើងគឺកំហាប់ជាម៉ូលតើកំហាប់ជាម៉ូលហ្នឹងគឺជាអ្វីបាទនៅថ្នាក់ទី8យើងធ្លាប់សិក្សាអំពីកំហាប់ជាភាគរយដែលកំហាប់ជាភាគរយហ្នឹងគឺជាភាគរយនៃសារធាតុរលាយនៅក្នុង100ក្រិតនៃសូលីស្យុងបាទ100ក្រិតអញ្ចឹងយើងដឹងហើយថាសូលីស្យុងមានប្រភេទច្រើនវាអាចជាសូលីស្យុងនៃអង្គធាតុរាវវាអាចជាសូលីស្យុងនៃអង្គធាតុរឹងឬក៏វាអាចជាសូលីស្យុងនៃឧស្ម័នអញ្ចឹងបើសិនជាសូលីស្យុងនៃអង្គធាតុរឹងគេអាចគិតជា100ក្រិតនៃក្រាមអីចឹងទៅបាទ100ក្រិតឬ100ក្រាមអញ្ចឹងទៅបាទចំណែកឯសូលីស្យុងរាវគេអាចគិតជា100ក្រិតបាទគិតជាមីលីលីត្រអញ្ចឹងទៅឬក៏100មីលីលីត្រអញ្ចឹងទៅបាទចំណែកឯពេលនេះយើងតួអង្គរបស់យើងគឺចំនួនម៉ូលបាទកំហាប់ជាម៉ូលអញ្ចឹងកំហាប់ជាម៉ូលគឺជាបាទចំនួនម៉ូលនៅក្នុង1លីត្រនៃសូលីស្យុងបាទចំនួនម៉ូលនៅក្នុង1លីត្រនៃសូលីស្យុងអញ្ចឹងរូបមន្តកំហាប់ជាម៉ូលរបស់យើងគឺ C ស្មើនឹង N លើ V បាទដែល N គឺជាគេ N គឺជាចំនួនម៉ូលចំណែកឯ V គឺជាបាទ V គឺជាមាត្ររបស់សូលីស្យុងបាទអូខេអញ្ចឹងមួយទៀតគឺពាក់ព័ន្ធនឹងចំនួនម៉ូលបាទចំនួនម៉ូលអញ្ចឹងយើងដឹងហើយរូបមន្តរបស់វា N ស្មើនឹង M តូចលើ M ធំហើយបន្តមកទៀតយើងចេះសរសេរសមីការសមាសធាតុកាបូណាតប្រតិកម្មជាមួយអាស៊ីតដែលយើងបានធ្វើលំហាត់ជាច្រើនមកហើយនឹងតោះឥឡូវនេះយើងមករៀនក្នុងការសរសេរសមីការតាំងប្រតិកម្មទាំងអស់គ្នាអញ្ចឹងយើងដឹងហើយថាសមីការកាលណាដែលមាន4នាក់អញ្ចេះវាគឺជាប្រតិកម្មបណ្ដូអញ្ចឹងចិត្តចាប់ចិត្តឆ្ងាយចាប់ឆ្ងាយយើងយកកាល់ស្យូមចាប់ជាមួយនឹងក្លរចំណែកឯកាបូណាតចាប់ជាមួយនឹងបាទអ៊ីដ្រូសែនអញ្ចឹងកាល់ស្យូមជាមួយនឹងក្លរដោយសារកាល់ស្យូមវ៉ាឡង់បាទវ៉ាឡង់2ចំណែកក្លរវ៉ាឡង់1អញ្ចឹងយើងដាក់ជើង2នៅកន្លែងក្លរនេះហើយចំណែកឯអាស៊ីតបាទចំណែកឯអ៊ីដ្រូសែនជាមួយនឹងកាបូណាតវាបំបែកជា2គឺបានធាតុមួយគឺកាបូនឌីអុកស៊ីតនិងធាតុមួយទៀតគឺទឹកអញ្ចឹងយើងថ្លឹងសមីការដោយសារតែកន្លែងនេះបាទអ៊ីដ្រូសែនមាន2បាទអ៊ីដ្រូសែនមាន2អញ្ចឹងនៅនេះមាន1យើងបន្ថែមមេគុណ2នៅនេះមកយើងបានក្លរក៏2ស្មើគ្នាអ៊ីដ្រូសែនក៏2ស្មើគ្នានាំឲ្យសមីការរបស់យើងមានលំនឹងតោះអូខេឥឡូវយើងមកដល់លំហាត់ខគេឲ្យយើងគណនាចំនួនម៉ូលនៃកាល់ស្យូមកាបូណាតនិងអាស៊ីតក្លរីត្រិករបស់យើងអញ្ចឹងកាល់ស្យូមកាបូណាតបាទមានរូបមន្តបាទរូបមន្តការគណនាចំនួនម៉ូលរបស់យើងគឺ N ស្មើនឹង M តូចលើ M ធំបាទដែលម៉ាស់នៃកាល់ស្យូមកាបូណាតរបស់យើងគេប្រាប់មកគឺ100ក្រាមក្នុង5ក្រាមបាទម៉ាស់ដែលគេប្រាប់មកក្នុងលំហាត់របស់យើងគឺ5ក្រាមហើយនឹងម៉ាស់ម៉ូលេគុលរបស់វានេះក្នុង1បាទក្នុង1ម៉ូលបាទក្នុង1ម៉ូលមានម៉ាស់របស់វាហ្នឹងគឺ100ក្រាមអញ្ចឹងកាលណាដែលយើងចែកទៅយើងឃើញចំនួនម៉ូលរបស់កាល់ស្យូមកាបូណាតនៅក្នុងលំហាត់នេះគឺ 0.05 ម៉ូលនេះបាទយើងគណនាម៉ាស់ម៉ូលេគុលនៃកាល់ស្យូមកាបូណាតមកបាទហើយបន្តមកទៀតបាទយើងសិក្សាទៅលើបាទចំនួនម៉ូលនៃអាស៊ីដក្លរីត្រិកអញ្ចឹងដោយសារតែលំហាត់នេះគេអត់បានប្រាប់បាទម៉ាស់របស់អាស៊ីដក្លរីត្រិកនោះទេតែបាទអញ្ចឹងដែរគេប្រាប់ថាអាស៊ីដក្លរីត្រិករបស់យើងនេះគឺមានមាត្រ100សង់ទីម៉ែត្រគីបនិងមានកំហាប់គឺ1ម៉ូលក្នុង1ដេស៊ីម៉ែត្រគីបអញ្ចឹងយើងមកគណនាទាំងអស់គ្នាបាទយើងបានរូបមន្តរបស់យើងហ្នឹងគឺបាទដោយសារតែគេអត់ប្រាប់ម៉ាស់របស់វាទេអញ្ចឹងយើងរកតាមបាទរូបមន្តកំហាប់ជាម៉ូលអញ្ចឹងគឺ C ស្មើនឹង N លើ V
បាទយើងទាញរកចំនួនម៉ូលនៃអាស៊ីតរបស់យើងមកគឺស្មើនឹង n នាំឲ្យ n ស្មើនឹង c គុណនឹង v បាទអញ្ចឹងដោយសារតែបាទកំហាប់ជាម៉ូលរបស់យើងបាទកំហាប់ជាម៉ូលរបស់យើងគេប្រាប់មកគឺ1ម៉ូលក្នុង1ដេស៊ីម៉ែត្រគីបបាទយើងសេមកហើយចំណែកឯមៀតបាទចំណែកឯមៀតគឺគេប្រាប់មក100សង់ទីម៉ែត្រគីបយើងបំបែកទៅជាដេស៊ីម៉ែត្រគីបទៅឬក៏លីត្រទៅគឺស្មើនឹង 0.1 ដេស៊ីម៉ែត្រគីបដូច្នេះពេលដែលយើងគុណគ្នាទៅបាទ 0.1 ម្ដង 0.1 ដដែលបាទអញ្ចឹងគឺស្មើ 0.1 ម៉ូលដូចនេះបាទចំនួនម៉ូលនៃកាល់ស្យូមកាបូណាតគឺស្មើនឹង 0.05 ម៉ូលរីឯចំនួនម៉ូលនៃអាស៊ីតក្លូរីត្រិកគឺស្មើនឹង 0.1 ម៉ូលបាទឥឡូវយើងមកបន្តសំណួរមួយទៀតដែលគេសួរថារកអង្គធាតុប្រតិករដែលមិនគ្រប់បាទគឺយើងប្រើប្រាស់វិធីប្រៀបធៀបមេគុណដូចលើកមុនអញ្ចឹងបាទឥឡូវយើងមកមើលសមីការរបស់យើងមួយនៃកាល់ស្យូមកាបូណាតនេះត្រូវការ2ដងនៃអាស៊ីតខលីត្រិកដើម្បីឲ្យបង្កើតបានជាផលិតផលនេះហើយมันមានអង្គធាតុប្រតិករណាមួយដែលនៅសេសសល់បាទអញ្ចឹងបើសិនជាយើងឥឡូវយើងឧទាហរណ៍មួយបាទឧទាហរណ៍ថានំមួយបាទនំនេះមួយត្រូវការសាច់មួយបាទសាច់នេះមួយនិងនំប៉័ងនេះលើក្រោមនេះ2បាទនំមួយត្រូវការសាច់មួយនិងនំប៉័ងលើក្រោម2ចុះនំ2បាទនំ2វិញនំ2ត្រូវការសាច់ប៉ុន្មានដែរសាច់2បាទសាច់2ចុះនំប៉័ងត្រូវការប៉ុន្មានដែរបាទសាច់2ហើយនំប៉័ងត្រូវការបាទនំប៉័ងត្រូវការប៉ុន្មាននំប៉័ងត្រូវការ4បាទយើងឃើញថាអានេះយក1គុណនឹង2ទៅស្មើនឹង2ហើយអានេះយក2គុណនឹង2គឺស្មើនឹង4ចុះបើយើងចង់ផលិតបាននំចំនួន3យើងត្រូវយកបាទសាច់របស់យើង3ហ្នឹងសាច់គឺយកសាច់ប៉ុន្មានបាទសាច់3នឹងអីគេនំប៉័ងរបស់យើងគឺយើងយកប្រមាណនំ5នំប៉័ង6បាទនំប៉័ង6អញ្ចឹងមានន័យថាម៉េចអានេះគឺបើសិនជាយើងចង់ដឹងថានំប៉័ងត្រូវការប៉ុន្មានយើងអាចយក3នេះគុណ2មកគឺស្មើនឹង6ដូចគ្នាមិនបាច់គិតក៏បានដែរអញ្ចឹងណាបាទចុះបើសិនជាយើងត្រូវការនំប៉័ង5វិញបាទនំ5បាទត្រូវការនំ5វិញបាទត្រូវការនំ5អញ្ចឹងយើងមិនយកសាច់ចំនួនប្រហែលសាច់ចំនួន5ហើយបាទសាច់ចំនួន5ហើយនឹងចំណែកឯនំប៉័ងរបស់យើងហ្នឹងគឺយើងយក5គុណនឹង2ទៅគឺស្មើនឹងបាទនំប៉័ងហ្នឹងបាទនំប៉័ង10បាទនំប៉័ង10ចឹងទៅបាទចុះបើកន្លែងនេះយើងមានសាច់ចំនួន5បាទសាច់ចំនួន5និងនំប៉័ងក៏ចំនួន5ដែរបាទអញ្ចឹងសាច់5ត្រូវការនំប៉័ង10ចុះនំប៉័ងយើងមានតែ5មានន័យថានំប៉័ងរបស់យើងហ្នឹងគឺអត់គ្រប់គ្រាន់ដើម្បីបង្កើតទៅលើនំដែលមាន5ហ្នឹងទេបាទដើម្បីបង្កើតនំ burger 5ហ្នឹងទេគឺបង្កើតអត់បានទេបាទអញ្ចឹងហើយបាទគឺអ្នកដែលនៅសល់គឺបាទសាច់ចំនួន5នេះបាទនៅសល់ប្រហែលជា3អីចឹងទៅបាទអានេះខ្ញុំអាចថាកែទៅលើកំហុសនៅក្នុងវីដេអូមុនដែលខ្ញុំបានបង្រៀនពាក់ព័ន្ធនឹងអង្គធាតុខ្វះដែរបាទខ្ញុំច្រឡំពាក់ព័ន្ធនឹងអង្គធាតុដែលខ្វះនិងការរលាយនៃសូលីស្យុងបាទការរលាយនៃសូលីស្យុងគឺយើងអាចថាដាក់បរិមាណតិចឬច្រើនតាមបេះដូងយើងប៉ុន្តែអានេះគឺមានបរិមាណច្បាស់លាស់បាទហើយឥឡូវយើងមកមើលបន្តទៀតទៅលើសម្បត្តិរបស់យើងបាទយើងមើលសមីការរបស់យើងមិញមិនយើងជ្រើសរើស1និង2មែនទេបើស្អីព្រោះអីអាកាល់ស្យូមកាបូណាតនេះ1ហើយនឹងអាស៊ីតក្លូរីត្រិកនេះ2យើងយក1និង2បាទ1និង2បាទឥឡូវយើងមើលចំនួនម៉ូលនៃកាល់ស្យូមកាបូណាតគឺ 0.05 ម៉ូលរីឯចំនួនម៉ូលនៃអាស៊ីតក្លូរីត្រិករបស់យើងគឺ 0.1 ម៉ូលបាទ 0.1 ម៉ូលអញ្ចឹងបើឧទាហរណ៍ថាខ្ញុំចង់ដឹងថានេះអាស៊ីតរបស់យើងហ្នឹងគឺគ្រប់មិនគ្រប់បាទយើងចង់ដឹងថាអាស៊ីតរបស់យើងគ្រប់មិនគ្រប់គឺយើង
យកអានេះគុណនឹង2មកបាទដូចទៅនំប៉័ងរបស់យើងអញ្ចឹងយើងចង់ដឹងថាតើនំប៉័ងរបស់យើងគ្រប់មិនគ្រប់គឺយើងគ្រាន់តែយកសាច់គុណនឹង2បាទតាមអីគេអាហ្នឹងតាមអារង្វាស់1និង2ដែរបាទដោយសារអីគេនេះសាច់1បាទដើម្បីផលិតនំសាច់1ត្រូវការនំប៉័ង2អញ្ចឹងអានេះដើម្បីផលិតអាអង្គធាតុមិញ1នៃកាល់ស្យូមកាបូណាតត្រូវការ2នៃអាស៊ីតក្លូរីត្រិកចុះបើកាល់ស្យូមកាបូណាតនេះមានតែ 0.05 ម៉ូលយើងចង់ដឹងថាអាស៊ីតក្លូរីត្រិករបស់យើងមានត្រូវការប្រមាណម៉ូលគឺយើងយកបាទ 0.05 ហ្នឹងគុណនឹង2មកគឺស្មើនឹងបាន1បាទ1ម៉ូលបាទអញ្ចឹងមានន័យថាម៉េច1ម៉ូលនេះគឺជាចំនួនត្រូវការរបស់ HCl បាទចំនួន HCl ដែលត្រូវការអញ្ចឹងមើលលំហាត់ចំនួនម៉ូលនៃ HCl ដែលយើងមានដែលលំហាត់គេឲ្យវិញអញ្ចឹងលំហាត់គេឲ្យបាទលំហាត់គេឲ្យយើងកណនីរួចហើយគឺស្មើនឹង 0.1 បាទអញ្ចឹង 0.1 គឺស្របតាមតម្រូវការរបស់ 0.5 ម៉ូលនៃអាសូយ៉ូមកាល់ស្យូមកាបូណាតនេះមែនបាទដូច្នេះយើងថាអាចនិយាយបានថាมันមានអង្គធាតុប្រូតេកុលណាមួយខ្វះខាតនោះទេបាទតោះឥឡូវយើងចូលសំណួរមួយទៀតគេឲ្យបកស្រាយមូលហេតុដែលទឹកតែម្យ៉ាងมันអាចផលិតកាបូនឌីអុកស៊ីតបាទនៅក្នុងប្រតិកម្មនេះអញ្ចឹងមែនតើទៅកន្លែងនេះយើងធ្លាប់ធ្វើម្ដងហើយអញ្ចឹងយើងបែរទៅលេខ6វិញបាទនេះហេតុអីបានកាល់ស្យូមកាបូណាតប្រតិកម្មជាមួយអាស៊ីតមិនមែនជាទឹកវិញបាទអញ្ចឹងដោយសារតែអាស៊ីតជាក់ស្ដែងវាគឺជាអ្នកដែលផ្ដល់អ៊ីយ៉ុងហាស់ឬក៏មានអ៊ីយ៉ុងអ៊ីដ្រូសែនគ្រប់គ្រាន់ដែលអាចប្រតិកម្មជាមួយនឹងកាបូណាតនេះដើម្បីបង្កើតជាកាបូនឌីអុកស៊ីតនិងទឹកបានបាទកាបូនឌីអុកស៊ីតអានេះបូកនឹងទឹកបានបាទបូកនឹងទឹកជប់កាបូនឌីអុកស៊ីតបូកទឹកកាបូនឌីអុកស៊ីតបូកទឹកនេះបើដើមឡើយគេសរសេរថា H2CO3 ទេបាទប៉ុន្តែដោយសារតែវាអត់មានស្ថិរភាពគឺវាប្រែទៅជាកាបូនឌីអុកស៊ីតនិងទឹកវិញហើយចំណែកឯទឹកវាមិនមានអ៊ីយ៉ុងអ៊ីដ្រូសែនគ្រប់គ្រាន់ដើម្បីប្រតិកម្មជាមួយកាល់ស្យូមកាបូណាតនោះទេបាទដោយសារតែទឹកវាជាប្រភេទសមាសធាតុកូវ៉ាឡង់បាទគេហៅកូវ៉ាឡង់ប៉ូលីអាដែលជាប្រភេទសមាសធាតុកូវ៉ាឡង់ដែលប្រទីងបន្ទង់គ្នារវាងម៉ូលេគុលប្រទីងបន្ទង់អេឡិចត្រូនរវាងម៉ូលេគុលអ៊ីដ្រូសែននិងអុកស៊ីសែនអញ្ចឹងទៅកាលណាដែលមានអូស្មန်អាស៊ីតក្លូរីត្រិកបាទរលាយក្នុងទឹកទៅវាកើតជាសូលីស្យូងអាស៊ីតក្លូរីត្រិកហ្នឹងមានន័យថាអ៊ីយ៉ុងរបស់ក្លហើយនិងអ៊ីយ៉ុងរបស់អ៊ីដ្រូសែនអាចមានគ្រប់គ្រាន់បាទក្នុងការប្រតិកម្មជាមួយនឹងកាល់ស្យូមឬក៏ក្លអញ្ចឹងទៅបាទអញ្ចឹងវីដេអូយើងសូមនំថាចប់ប៉ុណ្ណឹងបាទបើគិតថាមានប្រយោជន៍បាទសូមជួយចុច like និង subscribe មួយផងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយ